ស្ករសយើងធម្មតានឹង25ក្រាមជាមួយនឹងតែខ្មៅ25ក្រាមដូចគ្នាយកមកលីងវាឲ្យឈ្ងុយឲ្យឡើងពណ៌ក្រហមអញ្ចឹងណាកុំឲ្យខ្លោចបងប្អូនបន្ទាប់មកចាក់ទឹកចូល1លីត្ររួចទៅដាំវារហូតដល់វាពុះឡើងកជ្រោលហើយបងប្អូនបិទភ្លើងហើយបិទការបទុកវាចោលប្រហែល25នាទីកំឡុងពេលដែលយើងទុកវាចោលប្រហែល25នាទីហ្នឹងយើងមកធ្វើទឹកស្កកម្ដងអញ្ចឹងរបៀបធ្វើទឹកស្ករនេះខ្ញុំប្រើទឹកកន្លះលីត្រជាមួយនឹងស្ករសកន្លះគីឡូបងប្អូនមានស្លឹកតើយដាក់ស្លឹកតើយមកព្រោះអីពេលដាក់ស្លឹកតើយហើយទឹកស្ករនឹងនិយាយពីថាឈ្ងុយហើយបងប្អូនកុំភ្លេចលួចថែមអំបិលបន្តិចផងពេលទឹកពុះបិទភ្លើងហើយចាំយើងយកវាទៅចាក់ដាក់នៅក្នុងកឡឬក៏កែវដែលបងប្អូនមានត្រៀមទុករួចជាស្រេចហ្នឹងឥឡូវតែយើងដល់ពេលដែលយើងត្រូវច្រោះចេញហើយអញ្ចឹងយើងយកវាយកមកដាក់ក្នុងស្បែងអញ្ចឹងមកហើយបងប្អូនច្បាច់វាឲ្យអស់ទៅចាំយើងលាយគ្រឿងក្រៅតែនឹងតាមក្រោយទៀតអញ្ចឹងយើងមានទឹកស្កររបស់យើងដែលយើងធ្វើហើយហ្នឹងទឹកដោះគោស្រស់ជាមួយនឹងទឹកដោះគោខ្ទិះបងប្អូនចង់ដាក់ទឹកដោះគោខាប់ក៏ដាក់ទៅតែបើដាក់ទឹកដោះគោខាប់វាអត់សូវឈ្ងុយទេបងប្អូនប្រើទឹកស្ករវិញហើយរង្វាស់រង្វាល់មៀលធីហ្នឹងបងប្អូនដាក់តាមចំណូលចិត្តខ្លួនឯងទៅផ្អែមឬក៏មិនផ្អែមអីហ្នឹងណា